ដល់ថ្ងៃថៃត្រឡប់ទៅតៃវ៉ាន់វិញនិយាយពីថាមីវិញសល់ឡើងមកកណោគ្រួសារខ្ញុំវិញគាត់ខំប្រឹងញ៉ាំមែនតើតែសាមីទាំងអស់នេះពួកខ្ញុំអត់អាចយកទៅតៃវ៉ាន់បានទេស្ដាយអញ្ចឹងឲ្យខំប្រឹងញ៉ាំតអស់មិនធម្មតាញ៉ាំពីយប់រហូតដល់ផែតខ្លាំងពេកនេះមកដល់ពលាននៅសល់ស្រា2កំប៉ុងទៀតដាក់ប្រហើយតាំងព្រលឹមដំបងគាត់ថាទិញស្រាហ្នឹងញ៉ាំពីអ្នកប្តីប្រពន្ធនៅក្នុងបន្ទប់ឈៀរ៉ូម៉ាន់ទិកអីចឹងតែគ្មានពេលរ៉ូម៉ាន់ទិកអីទេបើតែដល់បន្ទប់ស្លាប់ហ្នឹងឥឡូវខំពឺតមុនឡើងយន្តហោះនេះយប់មុនមួយថ្ងៃឡើងយន្តហោះទៅតៃវ៉ាន់វិញខ្ញុំចាប់ផ្ដើមហើររបស់ដែលមិនអាចយកទៅតៃវ៉ាន់វិញបានអ្វីដែលសល់ច្រើនជាងគេគឺមីនឹងឯងជាពិសេសមីមកប្រអប់នេះដែលគេឲ្យពួកខ្ញុំហ្នឹងមីនឹងបែបមីទាញឲ្យពួកខ្ញុំនេះអត់មានអីចំអិនវាទេមិនដឹងហូបកើទេនេះនៅតាមស្ថាគារហ្នឹងគេមានតែ microwave គាត់ថាត្រាំជាមួយនឹងទឹកក្តៅមើលវាឆ្អិនមកប្រអប់ហ្នឹងមានរហូតដល់4ដុំអញ្ចឹងឲ្យក្មេងខ្ញុំ2ដុំគាត់ជួយហូបទៅនៅសល់ប្រហែលនេះគឺពួកខ្ញុំដោះស្រាយខ្លួនឯងកន្លែងខ្ញុំគេងនេះគឺជាប់ពលានមកហើយកាត់គេតញុកចូលក្នុងប្រហោងនេះទៅអាចបើកបន្ទប់បានគាត់ដងធ្លាប់តែ scan ណតែលើកនេះអត់ទេបន្ទាប់ពីដល់ក្នុងបន្ទប់ហ្នឹងហើយពួកខ្ញុំនេះចាប់ផ្ដើមឃ្លានហើយអត់ចង់ញ៉ាំមីទេពួកអីគាត់ថាជប៉ុននេះគឺយើងអត់សូវបានមកអ្វីដែលល្បីនៅជប៉ុនហ្នឹងគឺសាច់គោអញ្ចឹងហើយពួកខ្ញុំនេះចង់ញ៉ាំសាច់គោអាំងអត់មានចាំយូរទេសាច់គោក៏មើលនៅកន្លែងណាមានហូបអញ្ចឹងហើយពួកខ្ញុំក៏ដឹកដៃគ្នាទៅញ៉ាំហ្មងខ្ញុំសួរគ្រួសារខ្ញុំមីយើងហ្នឹងធ្វើមិនទៅគាត់ថាអត់អីទេមកវិញតាមគាត់ហូបរសជាតិគឺឆ្ងាញ់មែនតែនសាច់គោគេឡើងផុយមួយម៉ាត់ណាក៏ជាតិមួយម៉ាត់ណាក៏ខ្ទិះដែរមួយសេតគេហ្នឹងមានសាច់ឆាំងមួយចានមានបន្លែមានជ្រក់បាយមួយចានហើយបើសាច់គេនេះវិញអូយតំណមែនតែនសាច់គេមួយចានហ្នឹងរៀងតិចនិយាយទៅពួកខ្ញុំនេះញ៉ាំអត់ឆ្អែតទេថែមមួយចានទៀតតែសាច់ចុងក្រោយនេះហាក់ឆ្ងាញ់មែនតែនដាក់ចូលមាត់ឡើងអាលាយពួកខ្ញុំនេះចេះតែកំងយកតែអត់ដឹងសាច់ណាសាច់ណីទេចុចព្រាវតែអាចារ្យចុងក្រោយនេះឆ្ងាញ់មែនខ្ញុំនេះដាក់ឡើងមកឆ្អែតហ្មងបើគាត់ថាឆ្អែត 70% ហើយមកដល់បន្ទប់ភ្លាមហ្នឹងម៉ោង 7:10 គាត់នេះចាប់ផ្ដើមឆុងមីឆុងម្ដងហ្នឹងគាត់ថាអាចញ៉ាំបានរហូតដល់3កំប៉ុងដែលមានតាំងពី burger ទៀតនេះញ៉ាំអត់ចូលក៏គាត់ខំប្រឹងដែរស្ដាយនិយាយទៅមីនៅសល់ហ្នឹងដោយសារបងស្រីគាត់ថាកន្លែងគេងខ្លះហ្នឹងវានៅលើភ្នំអត់មានអីញ៉ាំទេឲ្យពួកខ្ញុំហ្នឹងទិញសាគូខ្លាចហអីញ៉ាំអត់បានអីចឹងទៅចៃដនអីទៅផ្ទាល់គេមានលក់ធម្មតាហ្នឹងអញ្ចឹងហើយមីហ្នឹងក៏សល់ខ្ញុំនេះស្លាប់បាត់ទៅគាត់នឹងនៅញ៉ាំតែឯងទីបំផុត3កំប៉ុងនឹងគាត់ហូបអស់ហើយគាត់ប្រាប់ខ្ញុំថាឡើងហល់ងំតែគាត់ញ៉ាំអស់ម៉ោង 2:10 កន្លះហើយគាត់ហូបអត់ចូលទេនៅសល់មីមួយកំប៉ុងធំទៀតហើយនឹងអាមីទាញនោះ2ដុំទៀតទុកស្អែកព្រលឹមឡើងនឹងប្រហើយអានេះខ្ញុំកាត់ដល់ស្អែកឡើងនិយាយថាមីមួយកំប៉ុងហ្នឹងវាមានមី2ដុំនៅក្នុងហ្នឹងហើយមីហ្នឹងមីគោកទេខ្ញុំច្រឡំដាក់គ្រឿងឡើងពេញអស់ហើយចាក់ទឹកចោលទៅលេងសូវមានជាតិបដ ாய் ខ្ញុំនេះហូបខ្លះទៅគាត់ជួយហូបខ្លះទៅនាំតែអស់អូយចង់រៀងតែប៉ុណ្្នេះតលន់មីកន្លះខែឥឡូវមកឆុងអាមីទាញនេះអត់ដឹងធ្វើមិនទេមានតែត្រាំទឹកក្តៅនឹងឯងត្រាំទឹកក្តៅមកស្ទុះទៅគាត់ថាវារៀងហ៊ីថែមទឹកសោះទឹកអីទៅពេលគាត់ញ៉ាំគាត់ថាញ៉ាំអត់កើទេមីនឹងឆៅអញ្ចឹងហើយទោះស្ដាយយ៉ាងណាក៏ត្រូវតែបោះចោលពួកអីយើងអត់មានអីស្ងោយយកទៅតៃវ៉ាន់វិញក៏យកអត់កើតញ៉ាំហើយអីហើយណាពួកខ្ញុំក៏ងំគ្នាទៅពលានខ្ញុំនេះអស់អាវពាក់អីយកអាវគ្រួសារខ្ញុំនឹងមកពាក់បានម៉ែក្មេកខ្ញុំហើយពួកខ្ញុំនេះទិញរៀងច្រើនដែរក៏ខ្ចីអញ្ជីងគេនឹងមកសាក់ថ្លឹងគេឲ្យតែ23គីឡូឯងឡើងត្រឹមល្អមែនតើនៅសល់ស្រា2កំប៉ុងចំហួយ2 3កែវនឹងត្រូវតែទុកខាំងញ៉ាំអត់ញាត់ចូលវ៉ាលីដឹងតែលើសគីឡូឯងដាក់វ៉ាលីហើយអីហើយនឹងពួកខ្ញុំក៏មកកន្លែងគួសមបើហើយស្រា2កំប៉ុងនឹងឯងតែជាអកលមានតែ 2% 3% អីទេហើយរសជាតិវានឹងរសជាតិផ្លែឈើពួកខ្ញុំដើមចូលមកទៅឃើញវាតំណងក៏បានសាក់ទិញយកមកភ្លក់ថានៅបន្ទប់2នាក់ឈៀលអីចឹងណាតែមានណាដើរមួយថ្ងៃហត់ពេកគ្រាន់តែដល់បន្ទប់មកហៅតែសម្រាប់នឹងឯងមានពេលឈៀលអីទេណែមកប្រហើយតាំងព្រលឹមលើកទី1ផឹកស្រាប់តាំងព្រលឹមនេះចំហួយនេះខ្ញុំគិតថាឆ្ងាញ់ខំទិញឡើង2 3កំប៉ុងយកមកញ៉ាំអត់កើតទេចំហួយនឹងទន់ខ្លាំងណាស់ញ៉ាំទៅវាឈាយទឹកអាម៉េចចឹងទេគាត់នេះហូបអត់រើផងក៏គាត់ថានៅតែអត់ឆ្ងាញ់ដែរ